សំដៅដល់តួសមាធិហ្នឹងខ្ញុំថាចុះមនុស្សដែលធ្វើនៅអំពើអាក្រក់បរបាញ់សត្វអញ្ចឹងទៅពេលដែលបាញ់សត្វបាញ់ចាបបាញ់អីហ្នឹងក៏គេមានសមាធិដែរតាតែអាហ្នឹងជាសមាធិផងដែរឬក៏អត់សម្រាប់អាត្មាភាពតែម្ដងគឺយើងយកពាក្យនេះមកសម្ដែងមកកុសលចិត្តេកកតាសមាធិសមាធិហ្នឹងគឺភាពនៃចិត្តមានអារម្មណ៍តែមួយហើយចិត្តហ្នឹងគឺកុសលចិត្តអញ្ចឹងបើសិនបើអកុសលចិត្តទោះបីជាវិសមាធិក៏ដោយតែសមាធិហ្នឹងមិនមែនជាសមាធិដែលយើងគួរតែយកមកអប់រំយកមកចម្រើនទេសមាធិដែលយើងត្រូវតែអប់រំត្រូវតែចម្រើនជាសមាធិដែលនាំមកនៅការគ្រប់គ្រងចិត្តបានដោយល្អហ្នឹងគឺកុសលចិត្តភាពនៃចិត្តហ្នឹងភាពនៃកុសលចិត្តហ្នឹងដែលតាំងនៅក្នុងអារម្មណ៍តែមួយសូមនមស្ការព្រះថេរៈគ្រប់ព្រះអង្គចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាថ្ងៃនេះចង់និយាយអំពីសមាធិបងយើងសប្តាហ៍ថ្ងៃនេះគឺមានស្ថិរភាពផ្លូវចិត្តហ្នឹងមិនសូវនឹងណោដោយសារមានបញ្ហាប្រទេសជាតិផងអីផងឬក៏យ៉ាងណាយើងគួរតែមានសមាធិរក្សាសុខភាពផ្លូវចិត្តយើងផងព្រោះសុខភាពផ្លូវចិត្តនេះជារឿងសំខាន់ណាស់សកម្មភាពទាំងអស់មនុស្សយើងទាំងអស់ហ្នឹងគឺអាស្រ័យចិត្តគ្រប់គ្រងហើយពេលខ្លះយើងបានពិចារណារក្សាតែសុខភាពផ្លូវកាយហើយសុខភាពផ្លូវចិត្តនេះយើងបដែតបដោយមកយូរហើយអញ្ចឹងយើងគួរតែមានធម៌ដែលជាគ្រឿងរក្សាចិត្តយើងហើយធម៌ដែលជាគ្រឿងរក្សាចិត្តហ្នឹងគឺសមាធិញាតិញោមគួរតែមានពេលអប់រំចិត្តទៅក្នុងកម្មដ្ឋានជាអានាបានសតិដែលខ្យល់ដង្ហើមចេញចូលកំណត់ដឹងខ្យល់ចេញកំណត់ដឹងខ្យល់ចូលឬក៏ថាចម្រើនពុទ្ធានុសតិចម្រើនមរណសតិជាដើមចឹងទៅហើយយើងត្រូវតែមានកម្មដ្ឋានហើយថ្ងៃនេះប្រធានបទរបស់អាត្មាភាពគឺសមាធិមួយយ៉ាងហើយញាតិញោមបានស៊ីជម្រៅទៅក្នុងពាក្យថាសមាធិហ្នឹងមានតែមួយយ៉ាងបើសិនបើពន្យល់ឲ្យស៊ីជម្រៅតែម្ដងបងយើងអាចសម្ដែងសមាធិមួយយ៉ាងក៏បានសមាធិពីរយ៉ាងក៏បានសមាធិ3យ៉ាងសមាធិ4យ៉ាងសមាធិ5យ៉ាងអីក៏អាចចែកតាមលំដាប់ចឹងទៅតែយើងថ្ងៃនេះខ្ញុំផ្ដោតទៅលើសមាធិមួយយ៉ាងសិនបើសិនបើយើងនិយាយអំពីសមាធិមានតែមួយយ៉ាងគាត់យកតែមួយយ៉ាងសិនណាអីគេសមាធិមួយយ៉ាងហ្នឹងនេះអវិខេបលក្ខណេនៈឯកវិធោសមាធិឯកវិធោមានតែមួយប្រភេទគាត់ដោយលក្ខណេនៈដោយលក្ខណៈរបស់ខ្លួននឹងតែម្ដងអីគេជាលក្ខណៈរបស់សមាធិអវិខេបេនៈគឺជាសភាពមិនរាយងាយចិត្តអញ្ចឹងយើងត្រូវដឹងថាចិត្តរបស់យើងមានសមាធិឬក៏អត់ហ្នឹងតែចិត្តរបស់យើងមានសភាពនឹងថឹងហើយឬនៅយើងអាចតម្កល់ចិត្តទៅក្នុងអារម្មណ៍តែមួយហើយចិត្តយើងនឹងអត់រាយមាយហើយឬនៅតើតែចិត្តយើងនឹងមិនរាយមាយចិត្តយើងនឹងតាំងនៅក្នុងអារម្មណ៍កម្មដ្ឋានដូចថាយើងកំណត់ដឹងខ្យល់ដង្ហើមចេញខ្យល់ដង្ហើមចូលចាស់តើចិត្តយើងនឹងនៅជាមួយនឹងខ្យល់ដង្ហើមចេញដង្ហើមចូលនឹងគ្រប់នាទីគ្រប់វិនាទីឬក៏អត់យើងព្យាយាមរក្សាចិត្តអញ្ចឹងណាបងពេលដែលយើងរក្សាចិត្តអញ្ចឹងយើងចាប់ផ្ដើមសំសមត្ថភាពគ្រប់គ្រងចិត្តយើងនឹងតែម្ដងព្រោះចិត្តយើងពេលខ្លះយើងអត់បានគ្រប់គ្រងចិត្តនឹងវាប្រព្រឹត្តទៅតាមអំពើវាណាបើត្រូវខំទៅត្រូវកើតទុកទៅត្រូវប្របាក់ចិត្តទៅយើងអត់អាចគ្រប់គ្រងចិត្តនឹងបានទេអញ្ចឹងបានយើងត្រូវតែមានសមាធិដើម្បីគ្រប់គ្រងចិត្តពេលចិត្តណាមិនស្ដាប់ប្រកបយើងគ្រប់គ្រងវាវិញអញ្ចឹងណាអញ្ចឹងយើងត្រូវតែមានធម៌គឺសមាធិនឹងឯងសមាធិដំបូងហ្នឹងគឺយើងត្រូវស្គាល់លក្ខណៈរបស់សមាធិលក្ខណៈរបស់សមាធិនេះគឺអវិខេបៈជាសភាពដែលចិត្តនឹងអត់រាយមាយបងចិត្តយើងមិនរាយមាយតាំងនៅក្នុងអារម្មណ៍តែមួយអារម្មណ៍កម្មដ្ឋានមិនថាជាអាណាបានសតិឬក៏ថាយើងតម្កល់ទៅក្នុងពុទ្ធគុណអញ្ចឹងទៅ
ចិត្តយើងក្នុងរយៈពេល10នាទីហ្នឹងនៅតែជាមួយគុណព្រះសម្មាសម្ពុទ្ធថាគុណអរហង្គសម្មាសម្ពុទ្ធោពេលហ្នឹងគឺយើងមានចាប់ផ្ដើមមានសមាធិហើយតែចំណុចសំខាន់មួយទៀតដែលពុទ្ធបរិស័ទយើងត្រូវតែដឹងគឺចំណុចនេះមួយផងដែរកុសលចិត្តតេកកតាសមាធិសំដៅដល់តួសមាធិហ្នឹងខ្ញុំថាចុះមនុស្សដែលធ្វើនៅអំពើអាក្រក់បរបាញ់សត្វអញ្ចឹងទៅពេលដែលបាញ់សត្វបាញ់ចាបបាញ់អីហ្នឹងក៏គេមានសមាធិដែរតែអាហ្នឹងជាសមាធិផងដែរឬក៏អត់សម្រាប់អាត្មាភាពតែម្ដងគឺយើងយកពាក្យនេះមកសម្ដែងមកកុសលចិត្តតេកកតាសមាធិសមាធិហ្នឹងគឺភាពនៃចិត្តមានអារម្មណ៍តែមួយហើយចិត្តហ្នឹងគឺកុសលចិត្តអញ្ចឹងបើសិនបើអកុសលចិត្តទោះបីជាវិសមាធិក៏ដោយតែសមាធិហ្នឹងមិនមែនជាសមាធិដែលយើងគួរតែយកមកអប់រំយកមកចម្រើនទេសមាធិដែលយើងត្រូវតែអប់រំត្រូវតែចម្រើនជាសមាធិដែលនាំមកនៅការគ្រប់គ្រងចិត្តបានដោយល្អហ្នឹងគឺកុសលចិត្តភាពនៃចិត្តហ្នឹងភាពនៃកុសលចិត្តហ្នឹងដែលតាំងនៅក្នុងអារម្មណ៍តែមួយភាពនៃកុសលចិត្តដែលតាំងនៅក្នុងអារម្មណ៍តែមួយបានហ្នឹងគឺអារម្មណ៍កម្មដ្ឋានដូចដែលអាត្មាបានបញ្ជាក់ខាងដើមណាបងជាកម្មដ្ឋាន40កម្មដ្ឋានណាមួយដែរមិនថាអាណាបាមិនថាពុទ្ធានុសតិមិនថាមរណសតិអញ្ចឹងសភាពនៃចិត្តហ្នឹងតាំងនៅក្នុងអារម្មណ៍មួយនឹងហើយអារម្មណ៍ហ្នឹងវានាំឲ្យកើតកុសលហើយនឹងឯងដែលយើងឲ្យឈ្មោះថាជាសមាធិមួយប្រភេទហ្នឹងហើយអញ្ចឹងថ្ងៃនេះអាត្មាភាពចែករំលែកត្រឹមតែសមាធិមួយប្រភេទទេមានឱកាសវេលាលើកក្រោយអាត្មាភាពនឹងបានចែកសមាធិពីរប្រភេទហ្នឹងមានអីគេខ្លះហើយដោយនៃទី1នៃទី2នៃទី3អីចឹងទៀតដែរយ៉ាងតែប៉ុណ្ណឹងអញ្ចឹងឯនឹងចប់ប្រហែលប៉ុណ្ណឹងចាស់ខ្ញុំចែករំលែកពេលវេលារបស់ខ្លួនព្យាយាមវឹកហាត់សមាធិចាប់ពីឥឡូវទៅមួយថ្ងៃត្រឹមតែ10នាទីមួយថ្ងៃ20នាទីក៏យើងព្យាយាមសន្សំពីឥឡូវទៅ